សូមបងអ្នកទាំងអស់គ្នាសូមកុំមើលងាយខ្ញុំទោះបីពួកខ្ញុំក្រក៏ដោយខ្ញុំសូមបងទោះបីពួកខ្ញុំក្រក៏ខ្ញុំមានការងារអសម្រាប់ចិញ្ចឹមជីវិតពួកខ្ញុំគុណសូមលើកជង្គង់ក្បាលស្ពះទៅលើដីគួងសូមម្ចាស់ទឹកម្ចាស់ដីឲ្យជួយនាំពីសម្ដីរបស់ខ្ញុំយកទៅដាក់ក្នុង Facebook បង្ហោះទៅលើមេឃឲ្យព្រះអិនក៏បានឃើញឲ្យព្រះអិនក៏បានលឺឲ្យព្រះអិនក៏បានដឹងហេតុអ្វីនៅឋានកណ្ដាលមនុស្សឈឺចាប់បែបហ្នឹងកើតមកជាកូនប្រុសអត់ការងារទៅធ្វើសំណងកើតមកជាកូនស្រីអត់ការងារទៅធ្វើសំផឹងខំធ្វើការប៉ុណ្ណឹងហើយនៅតែមានអ្នកមើលងាយនៅតែមានអ្នកមើលថោកខ្ញុំវាឆ្ងល់ដែរការងារប្រភេទនេះតើវាថោកក៏ប៉ុណ្ណាមនុស្សបែបនេះគេហៅថាពួកអស្ចារ្យគេហៅថាពួកអាថ្លៃផ្លាច់ជីវិតអ្នកក្រជូអាចមិនចេះលៀងអង្គតែខ្លួនអ្នកមានខ្ញុំលឺពួកអ្នកឯងមិនដែរក្រពួកខ្ញុំក្របែបតែខ្ញុំវាមានចិត្តខ្ញុំក្រក៏ខ្ញុំមានការងារអសម្រាប់ចិញ្ចឹមជីវិតខ្ញុំក៏ខ្ញុំមានការងារអសម្រាប់ចិញ្ចឹមជីវិតខ្ញុំជឿលើព្រេងវាសនាមនុស្សយើងសត្វតែមានប្រាជ្ញារាល់ថ្ងៃរាល់យប់ធ្វើការមិនចេះឈប់ស្រឡាញ់ណាស់ការងារវានឹងឲ្យអ្នកជួយយើងធ្វើឲ្យយើងមានគ្រប់យ៉ាងឲ្យតែយើងធ្វើការត្រឹមត្រូវមានអ្នកណាគេស្អប់យើងមានអ្នកណាគេខឹងយើងមានតែគេស្រឡាញ់យើងធ្វើការបង្លើដៃធ្វើការបង្លើជើងធ្វើការបង្លើនិយាយពួកអ្នកឯងមកចេះស្អីនិយាយបើចិត្តនិយាយបើជើងខ្ញុំនឹងពួកអ្នកឯងលំអៀងស្អប់តែពួកអ្នកក្រស្រឡាញ់តែពួកអ្នកមានខ្មែរយើងមិនជួយខ្មែរតែជួយអ្នកណាពួកយើងមើលឥឡូវសេដ្ឋកិច្ចកំពុងតែធ្លាក់ញាក់សាច់រៀងខ្លួនពួកតែចាប់ដៃគ្នាពូនឡើងទៅខ្មែរយើងមករីចម្រើនកើនឡើងទៅមុខកុំឲ្យប្រទេសផ្សេងគេនាំមកយើងគួរតែចងចាំខ្មែរយើងឥឡូវពិតជាគួរឲ្យស្រឡាញ់ពិតជាគួរឲ្យស្រឡាញ់ក៏ខ្ញុំមានការងារអសម្រាប់ចិញ្ចឹមជីវិតខ្ញុំក៏ខ្ញុំមានការងារអសម្រាប់ចិញ្ចឹមជីវិតអ្នកដែលមានអ្វីដូចជាដីដូចជាឡានដូចជាផ្ទះវីឡារស់នៅយ៉ាងហ៊ឺហាមិនដែលគិតថាវេទនាបែបណាបើសិនជាដូចពួកខ្ញុំគឺជាកូនអ្នកក្រលោកមកពេលស៊ីមកពេលវេទនាខ្លោចផ្សាដូចជាមនុស្សមួយចំនួនគេពិតជាក្រមែនតែនគេដើរសុំទានឬអីស៊ីនៅតាមផ្លូវឬអីស៊ីនៅតាមផ្សារខ្ញុំជឿខ្ញុំដឹងថាគេពិតជាឃើញតែបាច់ជាធ្វើមិនឃើញទ្រាំទៅបើសិនជាអ្នកដូចខ្ញុំកើតមកជាមនុស្សយើងត្រូវតែអត់ធន់យើងត្រូវតែអត់ធន់យើងត្រូវតែតយើងត្រូវតែស៊ូកុំឲ្យចោះចាញ់ក្នុងឆាកជីវិតកុំឲ្យចោះចាញ់ក្នុងឆាកជីវិតយើងត្រូវតែចេះកែដើម្បីអនាគតយើងត្រូវតែចេះកែដើម្បីអនាគតកុំខ្លាចកុំចោះចាញ់យើងកើតមកជាមនុស្សយើងត្រូវតែអត់ធន់យើងត្រូវមានអំណត់កុំឲ្យចោះចាញ់ក្នុងឆាកជីវិតជឿខ្ញុំទៅអ្នកទាំងអស់គ្នាទោះបីពួកយើងក្រពិតប៉ុន្តែពួកយើងវាមានចិត្តមិនត្រូវចោះចាញ់មិនត្រូវខ្លាចឡើយ